បងនៅបងនឹងកងឡានហ្នឹងបងម្ដងហ្នឹងបងមិនដឹងថាបន្ទោមកពីខាងណាទេបងបាទយើងអត់ទាន់ដឹងថាកងអ្នកណាអីអ្នកណាប្រកាសទេព្រមបងប្អូនប្រិមិត្តយើងបាទឥឡូវគាត់មិនបងប្អូនជនរងគ្រោះគាត់មកខឹងមែនតើបាទគាត់ចង់ស្ទុះទៅវាយម្ចាស់រថយន្តRaptor ដែលវាក់ផ្លាកលេខ Sky ផ្លាកលេខ All 88នេះបាទដែលបានប៉ះគ្នាជាមួយនឹងម៉ូតូបណ្ដាលឲ្យម្ចាស់ម៉ូតូបានបាត់បង់ជីវិតនៅកន្លែងបាត់ហេតុបាទហើយដឹងមើលបងប្អូនប្រិមិត្តយើងហើយម្ចាស់ឡានគាត់ដឹងថាគាត់បើកពីណាមកណាទីគឺយើងអត់ដឹងច្បាស់ដែរបងប្អូនប្រិមិត្តយើងច្បាស់ផងគាត់និយាយគាត់ឲ្យខ្ញុំនិយាយតែមកចាំភាសាចិនបងមើលហើយគាត់តកងរថយន្តមែនឥឡូវបងសួរមើលថាគាត់តកងមែនគាត់តកងមែនសួរមែនលើបើហើយបើអត់តកងខ្ញុំតែគាត់មិនកើតខៃសឿទៅគាត់តកងឡានគាត់តែគាត់តកងឡានគាត់ដល់ពីណាមកវិញsao mà xua chẳng mấy con khai cái xưa này liền tôi lại chỉ cần người đó cô bằng khoáng mà bằng khoáng mà trong con tôi tôi đã tôi chưa khai cái này lại trong这里long mà ôm tôm mình chèn tôi long xua con mấy nó phải nó sắp ăn được tiếp cái này tưng ra lại lớn lên vậy này đi mò chân này绿灯是吗？绿灯过来了。折上都有行车记录仪的，我有行车记录仪的。是你开车的是吧？对。就一个人往车上就一个人。Có công lan, có công lan. Có vẻ là có công lan nữa. Có vẻ là có này. Đất lũ su còn là có công lan này. Có công lan. Lớp bông mặt cách có ban mà chơi ấy. Mặt cách chui này. Mặt cách chui. Lớp bông mặt cách cho nào đấy mình xua nhau mấy nhỉ? Còn là bao giờ? Chỉ cơ là nó khai. Đi. Tôi每天真的只有一个人。那你从那边来是吧？我从那边过来。那边人。包给他妈包改一来过的，包改的，中国去买的。那里不是有结构吗？你们可以调结构看的，这个。但是摩托车是骑两个人。他们闯红灯，从这边拐过来的，从那边，那对面那里，就拐过来的。我ชะลออยู่น้องมาชะลออยู่น้องมาชะลอ stop นะชะลอปีน stop ก็มาขวาวัดชิลานมันไอ้นี่นะเจอตอนเชื่อบ้าอาจังเมียน่ะปะโกลายกางนี่มันไม่ใช่บ้ามันติดกันใส่กันแล้วบ้าเฮ้ยติดกันเนี่ยบ้าลายជាហៅសារបងប្អូនប្រិមិត្តយើងបាទឥឡូវបាទបងប្អូនឥឡូវមានការដូចជាបងប្អូនគេបងប្អូនយើងគឺត្រូវមានការខឹងសបាបាទខឹងសបាមែនទែនដោយសារអូនប្រុសគាត់បង្កើតបានបាត់បង់ជីវិតភ្លាមនៅកន្លែងកាត់ហេតុតែករណីនេះគឺយើងមិនទាន់ដឹងច្បាស់ថាជាករណីអូយករណីនេះមិនដឹងថាមួយមិនជាក់ថាគាត់បត់ពីច្រាស់មួយមិនជាក់ថាគាត់ឆ្លងពីនោះមកបងប្អូនប្រិមិត្តយើងឥឡូវបាទបងប្អូនប្រិមិត្តយើងយ៉ាងតិចមែនចិត្តទេទៀតដល់នេះបងឥឡូវបតោខ្ញុំនេះសុំឡាសួរចិននេះឡាមកតាមមកត្រង់នេះជាតាមមកត្រង់ទៅឆ្លងតាមម៉ូតូឆ្លងណាឆ្លងបាត់មកចេះបាត់ឆ្លងម៉ូតូឆ្លងណាតាមម៉ូតូបច្រាំងមុនណាមកតាមបច្រាំងរត់អាទៀតរមងណាដល់ពលព័ត៌មានគេបាទចោលលោកបានកើតខាងនេះអបបានឡានមកលោកឡានមកឡូវវាយជួយគិតមើលឡូវគិតថាម៉ូតូបាទជាប៉ះនៅប៉ុណ្ណឹងទៀតគ្នាប៉ុណ្ណឹងហើយមើលឡូវម៉ូតូអស់អាវលិញបាទហើយយើងគិតថាបុកណាឡានទៅទៀតទៅណាបងទៀតទៅបងទៅណាបងអូននេះបាទអូនបងគាត់នៅណាគាត់នៅណានៅចាញ់ពីផ្ទះខ្ញុំមើលថាទៅហើយផ្ទះនៅហើយវិញស្រីទៅជ្រៃកោងអូវិញស្រីជ្រៃកោងផ្ទះហើយទៅមកពីនោះហ្នឹងនេះបងនេះអូជីបងនេះខ្ញុំមកនេះគាត់មកពីនេះគាត់ឆ្លងទៅចេះវិញបាទតែមិនដឹងថាឡានអូនខាត់ពីនោះមកដឹងនោះបាទហើយយោតាមជាមកបងប្អូនប្រិយមិត្តយើងឲ្យព័ត៌មានខុសៗគ្នាទាំងអស់បាទមិញក៏បញ្ជាក់ថាម៉ូតូបើកច្រាស់ឥឡូវម៉ូតូបានឆ្លងពីនេះមកវិញទេបងប្អូនប្រិយមិត្តយើងបាទព័ត៌មាននេះក៏អត់ទាន់ច្បាស់ដែរជាព័ត៌មានអធំមួយទេបងប្អូនប្រិយមិត្តយើងឬបានបញ្ជាក់ពីខាងសាច់ញាតិគាត់ថាបញ្ជាក់ថាមិនដឹងថាបុកអូនគាត់តាំងពីកន្លែងណាមកទេបងប្អូនប្រិយមិត្តយើងបាទក៏យើងអត់ទាន់ដឹងច្បាស់ដែរបងប្អូនប្រិយមិត្តយើងនេះបាទពីកន្លែងដែលបងប្រុសដែលគាត់ឈរនេះបាទបានប៉ៅបងប្អូននេះប៉ៅទៅដល់នោះមិនមែនធម្មតាទេបងប្អូនប្រិយមិត្តយើងបាទមួយធំពេញបាទយើងមិនដឹងថាបើកក្នុងបំពេញស្តុបឬមួយបើកយ៉ាងម៉េចទេក៏យើងអត់ទាន់ដឹងច្បាស់ដែរបងប្អូនប្រិយមិត្តយើងបាទ
អូបងប្អូនប្រិមត្តយើងបាទលើសមត្ថកិច្ចបាទលើការបើកម៉ូតូបាទពីស្អីពណ៌ខ្មៅហ្នឹងរួមដំណើរ2នាក់បងប្អូនប្រិមត្តយើងបាទនេះបាទសមត្ថកិច្ចយើងបាទសមត្ថកិច្ចយើងយកទៅប៉ុស្តិ៍ហើយបាទបាទទៅប៉ុស្តិ៍បាទសមត្ថកិច្ចយើងយកទៅប៉ុស្តិ៍ហើយបងប្អូនយើងនេះទៅប៉ុស្តិ៍បាទប៉ុស្តិ៍ទៅខាងណាវិញបងទៅប៉ុស្តិ៍វិញបងបាទបងប្អូនប្រិមិត្តយើងឥឡូវសមត្ថកិច្ចក៏សម្រេចក៏ស្គាល់តាក់សញ្ញារបស់ម្ចាស់រថយន្តដែរបាទឥឡូវក៏បានបញ្ជាក់ថាគាត់ជាអ្នកបើករថយន្តនេះតាំងពីតាមបណ្ដោយផ្លូវ60ម៉ែត្រជាប់ពីជិនមរតកដៃចូលឆ្លោះឆ្លងស្តុបសម្ដេះបាទមិនដឹងថាគាត់សម្ដៅទៅណាទេបងប្អូនប្រិមិត្តយើងបានម៉ូតូ PSX ហ្នឹងជិះរួមដំណើរ2នាក់បាទ2នាក់បងប្អូនប្រិមិត្តយើងគាត់បត់សម្ដៅទៅត្រីកោណផ្ទះគាត់នៅត្រីកោណបងប្អូនប្រិមិត្តយើងបាទចូលបាត់ហេតុនៅជាប់ស្តុបនឹងស្ដែងនឹងតែម្ដងបាទបណ្ដាលឲ្យរថយន្តបុកប៉ើងបាទប៉ើងបណ្ដាលឲ្យបាត់បង់ជីវិតយ៉ាងអនាធមតែម្ដងបាទមិនដឹងថាម្ចាស់រថយន្តនឹងម្ចាស់ម៉ូតូបើក្នុងការបំពេញស្តុបឬមួយយ៉ាងម៉េចទេក៏យកដឹងដែរបាទនេះជាព័ត៌មានធំមួយមានតែសមត្ថកិច្ចអាជ្ញាធរពាក់ព័ន្ធនៅក្នុងមូលដ្ឋានទេតែបានឬមួយភាគីខាងម៉ូតូបំពេញស្តុបទេបាទម្ចាស់ឡានក្រាបបទ័រដែលពាក់ផ្លាលេខអស្កាអស័យ88ហ្នឹងគាត់បើកបរបំពេញស្តុបឬមួយម៉ូតូបើកបំពេញស្តុបទេក៏យើងក៏ដឹងច្បាស់ដែរមានតែសមត្ថកិច្ចអាជ្ញាធរពាក់ព័ន្ធនៅក្នុងមូលដ្ឋានទេដែលគាត់អាចបញ្ជាក់បានបងប្អូនប្រិយមិត្តយើងឃើញហើយបងប្អូនកលេចឃើញនឹងការបើកបរដូចបញ្ជាក់ឲ្យបញ្ជាក់ទៀតបងប្អូនប្រិយមិត្តយើងបាទសូមបើកបរត្រូវមានការប្រុងប្រយ័ត្នទាំងអស់គ្នាជាមួយនឹងករណីនេះអញ្ចឹងបងប្អូនប្រិយមិត្តហើយបងប្អូនបាទមកតំហឹងប៉ើងមកម្ដងហ្នឹងហើយឥឡូវបណ្ដាលឲ្យបាត់បង់ជីវិតម្នាក់ហើយម្នាក់ទៀតរងរបួសធ្ងន់បញ្ជូនទៅកាន់មន្ទីរពេទ្យបាត់ហើយបាទបងប្អូនប្រិយមិត្តយើងបាទនៅចំណុចស្ដេះស្តុបស្ដេះនៅតាមបណ្ដោយផ្លូវ60ម៉ែត្រនេះតែម្ដងក្នុងសង្កាត់អជាក្រៃក្រមខណ្ឌមានជ័យរាជធានីភ្នំពេញហើយសមត្ថកិច្ចនេះអាជ្ញាធរពាក់ព័ន្ធនៅក្នុងមូលដ្ឋានប្រព័ន្ធមកដល់ទីតាំងនឹងកន្លែងកាត់ហេតុដែរក៏យើងក៏ប្រគល់ភារកិច្ចនេះទៅជូនទៅអាជ្ញាធរពាក់ព័ន្ធដើម្បីគាត់វាស់វែងទៅតាមមតិវិធីច្បាប់បងប្អូនប្រិយមិត្តយើងឥឡូវបានបាត់បង់ជីវិតហើយបងប្អូនប្រិយមិត្តយើង